បញ្ហាកាពះពោះវៀនតម្រងនោមវីហូបប្រើបាត់អត់អ្នកគ្រូចាំបងតាក់ទងជាមួយនឹងបញ្ហាកាពះពោះវៀនតម្រងនោមវីហូបអាចជួយទៅសម្រួលពាក់ព័ន្ធជាមួយនឹងបញ្ហានឹងបានដោយសារតែសមាធាតុផ្សំរបស់វីហូបគឺមានរហូតដល់11មុខបងអាចមើលនៅសពខាងក្រោយបានមាន ingredient នៅលើហ្នឹងស្រាប់មាន11មុខនៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនយកផលិតផលវីហូបនេះយកទៅប្រើប្រាស់នាងខ្ញុំបានដាក់បានមួយដែលបញ្ជាក់ថាតើសមាធិផ្សំ11មុខហ្នឹងគឺផ្សំមកពីអីខ្លះអត្ថប្រយោជន៍អីខ្លះគឺមានដាក់បាននឹងជូនឲ្យឆែកមើលអញ្ចឹងសមាធិផ្សំ11មុខហ្នឹងគឺមានច្រើននាងខ្ញុំលើកគោលមកដែលត្រូវជាមួយនឹងបញ្ហាកាពះពោះវៀនណាមានជាមួយនឹងម្សៅចេកខ្ចីមានដូចជាវីតាមីន D មាន collagen មាន calcium ហើយមានទាំង broccoli ទៀតខាត់ណាពណ៌ខៀវអញ្ចឹងសម្រាប់អង្គពូមីងបងប្អូនដែលចង់ដឹងព័ត៌មានច្បាស់ថាតើផលិតផលវីហូបនេះអាចជួយដោះស្រាយអីខ្លះប្រើបានផលកម្រិតណាប្រើបែបណាបានផលលឿនអាចធ្វើការតាក់ទងមកខាងនេះខ្ញុំដើម្បីធ្វើការពិគ្រោះប្រឹក្សាយោបល់បានហើយមានជាចម្ងល់អីបងប្អូនអាច comment សួរបានអរគុណ